ជំរាបសួរលោកគ្រូក្នុងវីដេអូនេះដែរធ្វើតាក់ទងជាមួយនឹង page click management request web server from client by host អញ្ចឹងដំបូងយើងដឹងហើយថាពេលយើងពេលយើងចូលទៅក្នុង browser របស់យើងហ្នឹង ចូលទៅក្នុង browser គឺយើងតែងតែវាយ IP ដើម្បីចូលមើលweb server របស់យើងឧទាហរណ៍ថាខ្ញុំមានឈ្មោះហ្នឹងអញ្ចឹងគឺយើងត្រូវវាយកន្លែងហោះតាក់ទងជាមួយនឹងហោះហ្នឹងគឺយើងត្រូវវាយ IP នេះតែក្នុងគោលបំណងក្នុងវីដេអូនេះគឺយើងចង់ដូរពី IP នេះទៅជា domain name អញ្ចឹងយើងអត់ពិបាកវាយ IP ហ្នឹងទេពេលយើងចង់ research នៅ web របស់យើងនេះអញ្ចឹងយើងធ្វើការ translate ពី IP នេះទៅជា domain name អញ្ចឹងដើម្បីធ្វើបានដំបូងគឺយើងត្រូវចូលទៅក្នុង try C របស់យើងហើយយើងចូលទៅក្នុង Windows ហើយ System 32បន្ទាប់មកយើងចូល device ហើយយើងចូល etc ហើយធ្វើការ copy file host របស់យើងនេះយកទៅដាក់នៅក្នុង desktop ហើយយើងត្រូវធ្វើការ edit អញ្ចឹងយើងចូលមកយើងទៅកែអញ្ចឹងលេខសាររបស់ខ្ញុំគឺបានកែរួចហើយនេះនេះគឺខ្ញុំដាក់ IP របស់ខ្ញុំហើយដាក់ឈ្មោះ domain របស់ខ្ញុំចូលបើសិនជាកន្លែងនេះបើសិនជាយើងមាន IP ច្រើនអញ្ចឹងយើងអាចដាក់តទៀតហើយយើងដាក់ឈ្មោះ domain យើងដែលចង់ដាក់មកឧទាហរណ៍ដាក់ជុំសមុទ្រ .com ឬមួយក៏ myhost.com អីចឹងទៅអញ្ចឹងពេលខ្ញុំធ្វើឲ្យអស់ហើយយើងបិទអា file របស់យើងនេះហើយយើង copy file របស់យើងនេះយកទៅផាសចូលទៅក្នុងនេះវិញអញ្ចឹងពេលយើងធ្វើការផាសគឺអញ្ចឹងយើង replace មួយមក continue អញ្ចឹងរងចាំតិចទៅហើយយើងទៅធ្វើការតេស្តទាំងអស់គ្នាtest នៅក្នុង database របស់យើងចូលក្នុង Windows របស់យើងធម្មតាមកហើយយើង ping យើងចង់ដឹងថាវាដើរអត់អញ្ចឹងដំបូងយើង ping IP របស់យើងសិនមក 10.9 អូខេអញ្ចឹងឃើញថា ping ទៅគឺដើរហើយអញ្ចឹងយើង ping name របស់យើងម្ដងដោយសារមកយើង ping IP ហើយអញ្ចឹងយើង ping name របស់យើងគឺ myhost.com អូខេចង់ពេលយើង ping name ក៏វាដើរដែរអញ្ចឹងយើងទៅតេស្តនៅក្នុង browser របស់យើង myhost sorry ខ្ញុំសូម copy ពីនេះវិញដោយសារពេលខ្លះខ្ញុំវាយទៅគឺវាអត់ត្រូវហ្មងអញ្ចឹងខ្ញុំសូម copy យកពី note មិញអូខេហើយខ្ញុំយកទៅផាសហើយខ្ញុំធ្វើការ refresh អញ្ចឹងយើងឃើញថាវាចូលនៅក្នុងយើងឃើញថាវាចេញហើយអញ្ចឹងយើងចង់ចូលទៅក្នុង web របស់យើងអញ្ចឹង web របស់ខ្ញុំមានឈ្មោះថាtopic 1 អញ្ចឹងពេលយើងចុចទៅគឺវាចេញហើយអញ្ចឹងគោលបំណងគឺយើងដូរ domain របស់យើងនេះពី IP មកជា domain បែបនេះអញ្ចឹងយើងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសូមបញ្ចប់ត្រឹមហ្នឹងអរគុណលោកគ្រូហើយនឹងជម្រាបលាលោកគ្រូ